ជំហានមួយដែលញ៉ាំងជីវិតឲ្យប្រសើរពីបច្ចុប្បន្ននឹងទៅប្រៈលោកបានប្រសើរក្នុងនោះនឹងបានកើតទាន់ប្រពុតត្រាស់ដឹងអង្គក្រោយទៀតអ្នកបុគ្គលដែលមានកតញ្ញូកតវេទីហ្នឹងចឹងបាននៅក្នុងធម៌ព្រះអង្គលោកសម្ដែងថាបុគ្គលដែលមិនបានជួបព្រះសិអាមេត្រីដែលត្រាស់ដឹងក្រោយសាសនាក្រោយហ្នឹងមាន6ប្រភេទទី1បុគ្គលដែលធ្វើអនន្តរិយកម្មទាំង5បុគ្គលដែលប្រព្រឹត្តអនន្តរិយកម្មទាំង5នេះអត់បានទាន់សាសនាព្រះសិអាមេត្រីទេទី1មាតុឃាតកោបុគ្គលដែលសម្លាប់ម្ដាយបុគ្គលដែលផ្ដាច់ជីវិតម្ដាយហ្នឹងឲ្យស្លាប់អូញោមអត់មានថ្ងៃភ្លឺទេអត់ទាន់សាសនាព្រះសិអាមេត្រីទេទី2បេតុឃាតកោសម្លាប់បិតាសម្លាប់ឪពុកផ្ដាច់ជីវិតឪពុកអូញោមអត់ទាន់សាសនាព្រះអង្គទេទី3អរហន្តឃាតកោផ្ដាច់ជីវិតព្រះអរហន្តសម្រាប់បុគ្គលដែលបានសម្រេចធម៌ដល់ដងឧត្តមពងពោះអត់បានកើតតាន់ទេដល់ទី4ពុទ្ធលោហេតុបាតកោធ្វើឲ្យលហិតនៃព្រះតថាគតពុកពងដោយចិត្តបន្ទុះបានន័យថាញ៉ាំងឲ្យលហិតឈាមបាសតថាគតនោះគឺលេចចេញឈាមមកអញ្ចឹងទេដល់ទី5សង្ឃភេតកោបំបែកសង្ឃចឹងបុគ្គលដែលធ្វើអនន្តរិយកម្មទាំង5នេះកើតអត់ទាន់សាសនាព្រះសិអាមេត្រីទេដល់ទី2បុគ្គលជានិយតមច្ឆាទិដ្ឋិយល់ខុសញោមបុគ្គលណាដែលមិនស្គាល់បុណ្យមិនស្គាល់គុណមិនស្គាល់ទោសមិនស្គាល់សេចក្តីល្អតែធ្វើទៅហើយវាអត់បានផលស្លាប់ទៅហើយវាអត់កើតវិញទៀតម៉ែឪនឹងមិនមែនអ្នកមានគុណទេគាត់នឹងយកគ្នាគ្រាន់តែសប្បាយរីករាយក្នុងជីវិតមិនមែនអ្នកមានគុណរបស់យើងទេបុគ្គលដែលមានមច្ឆាទិដ្ឋិយល់ខុសបែបនេះកើតអត់ទាន់សាសនាព្រះសិអាមេត្រីទេដល់ទី3បុគ្គលដែលមិនមានសទ្ធាជ្រះថ្លាជឿក្នុងបរតនត្រ័យបុគ្គលដែលអត់ជឿលើគុណរតនៈទាំង3ពុទ្ធពធប្រសង់តែពុទ្ធគ្មានពធគ្មានប្រសង់ក៏មានគុណតម្លៃអីដែរអត់ជឿបែបនេះក៏អត់បានកើតទាន់សាសនាពុទ្ធព្រះសិអាមេត្រីដែរហើយដល់ទី4បុគ្គលដែលមានបុណ្យវាសនាតិចបានន័យថាកើតទាន់សាសនាគេដែរប៉ុន្តែអត់ខ្វាយខ្វល់អត់វិរពលអត់ឈឺឆ្អាលអត់ខ្នះខ្នែងស្ទុះស្ទាមនីសំសេចក្តីល្អរស់ចេះដល់ថ្ងៃស្លាប់ចេះស្លាប់ចឹងទៅអានឹងក៏កើតអត់ទាន់ដែរដល់បុគ្គលទី5ពួកនិក្រន្តេរដ្ឋីបានន័យថាដូចជាការព្រះអង្គគង់នៅហ្នឹងចិត្តកោងកាយបន្ទុះចំណែនស្នៀននេះសាសនាពុទ្ធអីចឹងទៅឃើញគេជ្រះថ្លាច្រើនហ្នឹងវិធីបកាច់បកូចអាហ្នឹងក៏អត់កើតតាន់ដែរដល់បុគ្គលទី6បុគ្គលដែលលួចរបស់សង្ឃណែញោមទៅវត្តទៅវាថ្ងៃសិលអីហ្នឹងបើឃើញសព្រានៅវត្តយកដួសបាយចាប់ចង្ហាន់ប្រគិនប្រសង់បានប៉ុន្តែកុំបន្លំសៀតនៅអាតិចចានស្រាក់ហ្នឹងឲ្យធ្វើឯងភ្លេចណាញោម